ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍ដែលចូលមកទស្សនាវីដេអូខ្ញុំបាទទៀតហើយវីដេអូអត់មានអីទេថតតែពីផ្លូវពីមនុស្សដោយសារតែទៅមកជិះឡានក្រុងរហូតហើយមិនដឹងនិយាយថតអីមានតែថតផ្លូវថតឡានថតមនុស្សថតអីចឹងទៅហើយថតនេះថតចេញពីក្នុងកញ្ចក់ឡានក្រុងទៅឡើងនៅបេនឡានក្រុងនៅហុងទេពគូថ្ងៃនេះទៅពីហុងទេពគូទៅខាងផូឆុនអ៊ីលតុងវិញទៅកាត់តុងសូដល់ពេលហ្នឹងទៅអាចនឹងឆ្លងកាត់អាគារ123ជាន់ហើយដល់ពេលយប់ចាំមើលខ្ញុំថតអាគារ123ជាន់ពេលយប់ហើយបងប្អូនប្រហែលជាឆ្ងល់ហើយថាអាមួយដែលឃើញថតអីថតតាផ្លូវថតតាអីហ្នឹងហើយបងប្អូនគ្រាន់តែចង់ឲ្យបងប្អូនដឹងថានៅស្រុកគេហ្នឹងវាយ៉ាងម៉េចគេរស់នៅអីវាម៉េចការដើរលេងកំសាន្តរបស់គេវាម៉េចចរាចរណ៍នៅប្រទេសគេអីវាម៉េចហើយពេលយប់ប្រម៉េចពេលថ្ងៃម៉េចហ្នឹងហើយប្រទេសគេវាអញ្ចឹងបងប្អូនដូចកំពុងតែមើលឃើញហ្នឹងចរាចរណ៍គេគោល្អហើយបងប្អូនមើលនៅអាគារដែលយើងមើលទៅឃើញនោះអានោះមិននេះទេអានោះពួកខាងអាគារពាណិជ្ជកម្មគេប៉ុន្តែនោះអាគារដែលញឹកស្អេកមើលទៅឃើញនោះអានោះផ្ទះគេទេបងប្អូនផ្ទះអាផាត់ធឺគេសារនៅកូរ៉េប្រជាជនគេច្រើនដល់ពេលចឹងទៅគេធ្វើជាអាផាត់ធឺជាន់លើគ្នាខ្ពស់ឡើងទៅលើចឹងទៅហើយដល់ពេលចឹងទៅគេអាចនៅបានច្រើនគ្រួសារហើយអាផាត់ធឺមួយមានថោកវាថ្លៃណាស់នេះពងអាជីនេះស្ពានឆ្លងទន្លេស្ពានឆ្លងទន្លេនៅណាវាស្វោដៃទន្លេដែរទន្លេខ្វាត់ខ្វែងដូចតាស្ទៀងយើងនៅភ្នំពេញដែរមានដៃទន្លេហើយប៉ុន្តែស្ពានមានច្រើនមែនតើស្ពានសឹងថាងាកមានអានោះរថភ្លើងឃើញរថភ្លើងស្ពានរថភ្លើងផ្សេងស្ពាននេះផ្សេងស្ពានយើងបើកឡានធម្មតានឹងផ្សេងហើយឡានគេភាគច្រើនគេជិះតាឡានពួកឡានកូរ៉េគេទេអត់សូវជិះឡានអឺរ៉ុបហ្មងទេដោយសារតាអ្នកដែលជិះឡានអឺរ៉ុបភាគច្រើនអ្នកមានគេអ្នកជីវភាពគេគួរសមដល់ពេលអ្នកជីវភាពមុំគេជិះឡានកូរ៉េដែលអាចផលិតបានហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យមនុស្សច្រើនណាស់ដោយសារប្រជាជនកូរ៉េច្រើនមែនតើហើយបូកផ្សំជាមួយនឹងជនបរទេសទៀតហើយអានេះនៅវាមិនចំទីក្រុងហ្មងទេរៀងជ័យទីក្រុងបន្តិចប៉ុន្តែមនុស្សច្រើនណាស់ឡានអីមិនបាច់ទេស្ទះហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យស្ទះមិនបាច់ទេហើយនេះស្ពានមកស្ពានខ្វាត់ខ្វែងហើយកន្លែងខាងក្រោមគេមានដូចត្រាំងបាល់ទាត់ហើយទន្លេតិចទៀតដល់ខេត្តត្រជាក់កកឡើងទន្លេនេះកកហើយមើលទៅឃើញអាគារញឹកស្អេកនោះអានោះកន្លែងនោះអាផាត់ធឺគេនោះសិតតែអាផាត់ធឺកន្លែងគេនៅអានេះនៅចំកណ្ដាលទីក្រុងមកកន្លែងស៊ូមនេះហើយផ្លូវនៅគេអញ្ចឹងស្អាតហើយនៅកូរ៉េនេះស្រួលបងប្អូនចង់ទៅណាមកណីអីស្រួលដោយសារតែនៅកន្លែងណាចកលហកណាក៏មានឡានក្រុងជិះដែរយើងជិះឡានក្រុងអស់លុយតិចជិះតាក់ស៊ីអស់លុយច្រើនកន្លែងនេះស្អាតពេលយប់ស្អាតគេដាក់ភ្លើងស្អាតហើយនេះកន្លែងនេះដូចស្ពាននៅខ្មែរយ៉ាងដែរហើយអាភ្លើងហ្នឹងវាដូរពណ៌បងប្អូនដូរទៅពណ៌ផ្សេងទៀតស្អាតមែនតើកន្លែងនេះហើយប៉ុន្តែដោយសារតែថតពីលើឡានក្រុងទៅអត់សូវវាកង់ភ្លឺកង់អាភ្លឺភ្លើងតាមផ្លូវហើយមើលទៅអត់សូវស្អាតមកប៉ុន្តែបើជិះឡានមើលពីក្រៅទៅស្អាតហើយណាមួយមកពីយើងនេះផងថតពីលើឡានក្រុងទៅហើយវាមានជីវិតអូអីល្អថតអីឲ្យល្អណាស់តែមិនដឹងគាត់ថាចង់ឲ្យបងប្អូនដឹងថា
នៅសុកគេពេលជប់វាមិនពេលថ្ងៃអីវាមិនអញ្ចឹងហើយតាមដងផ្លូវគេអីមិនអីស្អាតនៅម្ដុំនេះវាកង់ពលឺផងអីផងដោយសារយើងថតពីលើឡានទៅស្អាតមែនតើកន្លែងនេះចាំមើលវីដេអូក្រោយៗខ្ញុំព្យាយាមចាប់កន្លែងនេះឲ្យបានស្អាតបន្តិចដោយសារណាពេលខ្លះប្លង់វាឲ្យមករៀងល្អដែរប៉ុន្តែយើងចាប់វាអត់សូវបានស្អាតចឹងស្អាតមែនតើស្ពាននេះដូចស្ពាននៅខ្មែរយ៉ាងដែរស្អាតកន្លែងនេះស្ពាននេះគេទៅមិនធ្វើដែរទេដោយសារជិះឡានទៅមកតាមនេះយូរដែរចាំមើលដល់ខាងមុខតិចទៀតវាថ្ងៃនេះថ្ងៃអកអំបុកនៅខ្មែរយើងចំថ្ងៃអកអំបុកនៅខ្មែរយើងហើយអាកាសធាតុវាមេឃស្លាស់ល្អហើយទេសភាពក៏ស្អាតដែរពេលមេឃស្លាស់ល្អអញ្ចឹងវាអត់សូវមានខ្យល់អត់សូវអីមានអីហ្មងហើយដល់ពេលអញ្ចឹងទៅមើលតាក់ឡើងស្ងប់ឈឹងហើយទេសភាពពេលយប់អាពេលដែលនៅវីដេអូពណ៌អាពេលដែលវាស្ងប់អញ្ចឹងស្អាតហើយកន្លែងនេះផ្ទះគេអាផាត់ធ្វើគេពេលយប់នេះនៅចំកណ្ដាលទីក្រុងហ្មងនៅសេអ៊ូលស្អាតពេលយប់ពេលមើលនៅក្នុងវីដេអូអញ្ចឹងអត់សូវជាស្អាតហ្មងទេដោយសារថាថតភ្លើឡានក្រុងទៅប៉ុន្តែមើលទៅរៀងបើនៅខាងក្រៅស្អាតនេះសារតាឡានក្រុងវារៀងស្ទះកន្លែងនេះរៀងខនបើមើលឡើងកន្លែងផ្សេងបន្ថយទោះបីយើងបន្ថយ speed វាក៏អត់សូវនេះមកដែរវីដេអូវាអត់សូវលូនល្អហើយវីដេអូក៏អត់មានអីច្រើនទេមកដល់ចុងបញ្ចប់ហើយមានតែជូនពរពុកម៉ែបងប្អូនរកទទួលទានមានបានគ្រប់គ្រងគ្រួសារហើយចាំមើលពេលក្រោយព្យាយាមចាប់ថតកន្លែងណាដែលល្អជូនពុកម៉ែបងប្អូនបានទស្សនាឡានក្រុង2ជាន់ធ្លាប់ជិះម្ដងគ្លីងខ្លង